បងប្អូនអ្នកខ្លះដែលចូលចិត្តញ៉ាំខ្ទឹមជ្រក់អាចមើលក្នុងវីដេអូនេះបានអានេះធ្វើតែ4-5ថ្ងៃអីហ្នឹងគឺបានញ៉ាំហើយសម្រាប់វិធីធ្វើវិញគឺងាយស្រួលធ្វើមែនតើគ្រឿងផ្សំក៏អត់មានអីញញ៉ៃច្រើនដែរមានតែខ្ទឹមមួយមុខទឹកខ្មេះអីមកគឺធ្វើបានហើយខ្ទឹមជ្រក់ហ្នឹងយើងធ្វើម្ដងទុកបានដល់4-5ខែអីណោះសម្រាប់គ្រឿងផ្សំដំបូងយើងត្រូវការគឺជាខ្ទឹមសបងប្អូនខ្ទឹមសយើងយកអាណារាងក្រហមអញ្ចឹងមកក៏ពឹសយើងយករាងតូចមកបងប្អូនបានញ៉ាំឆ្ងាញ់បាទធំមិនសូវឆ្ងាញ់មែនទេហើយសម្រាប់ខ្ទឹមសហ្នឹងយើងប៉លេះវារាងរាយអញ្ចឹងមកដាក់ក្នុងចានហើយយើងត្រាំទឹកវាចោលសិនណាបងប្អូនសម្រាប់ខ្ទឹមសដែលខ្ញុំយកមកប្រើនេះប្រហែលជាខ្ទង់1ខាំកន្លះ2ខាំអីហ្នឹងបងប្អូនដោយសារតែខ្ញុំធ្វើតិចដែរធ្វើមួយកូនកន្លតូចនឹងទេហើយទឹកដែលយើងដាក់ត្រាំហ្នឹងគឺត្រាំទឹកក្តៅអ៊ុនអញ្ចឹងហើយខ្ញុំដាក់ទឹកត្រជាក់លាយជាមួយទឹកក្តៅត្រាំចោលប្រហែលជាខ្ទង់20នាទីអីហ្នឹងវាចាប់ផ្ដើមមកលងសបអីនិយាយទៅអានេះបើសិនជាយើងអត់ត្រាំទឹកក្តៅអ៊ុនអញ្ចឹងទេពិបាកបកណាបងប្អូនតែពេលដែលយើងបានត្រាំអញ្ចឹងទៅបកឡើងស្រួលហ្មងនិយាយទៅខ្ទឹមប៉ុណ្្នឹងខ្ញុំបកតែមួយផ្លែទេហើយសម្រាប់ខ្ទឹមហ្នឹងពេលដែលយើងបកបងប្អូនកុំភ្លេចកាត់ក្បាលកាត់កតុយវាចេញផងសម្រាប់ខ្ញុំគឺខ្ញុំដាក់ទ្រាប់ជាមួយនឹងกระดาษអញ្ចឹងបងប្អូនវាឆាប់ស្ងួតហើយខ្ញុំយកกระดาษមួយទៀតមកផ្ដិតពីលើអញ្ចឹងទៅគឺវាស្ងួតល្អឬក៏មិនអញ្ចឹងទេបងប្អូនអាចសដលវានៅក្នុងកញ្ច្រែងចោលក៏បានដែរប៉ុន្តែបងប្អូនកុំភ្លេចកាត់ក្បាលកាត់កតុយវាផងបន្ទាប់ពីនឹងមកចាំយើងយកខ្ទឹមហ្នឹងដាក់ចូលក្នុងកឡសម្រាប់កឡប្រើកឡកែវក៏បានកឡជ័រក៏បានប៉ុន្តែធ្វើម៉េចឲ្យតែកឡរបស់យើងនឹងបានស្ងួតល្អទៅបន្ទាប់ពីនឹងមកយើងមកធ្វើទឹកដើម្បីត្រាំខ្ទឹមជ្រក់ហ្នឹងហ្មងសម្រាប់អានេះគឺជាទឹកខ្មេះបងប្អូនទឹកខ្មេះហ្នឹងគឺខ្ញុំដាក់ចំនួន150មីលីលីត្រឬក៏បងប្អូនស្មានមើលទៅយើងស្មានយក1លីត្រខ្ទឹមរបស់យើងអញ្ចឹងណាហើយក្នុងហ្នឹងគឺខ្ញុំបន្ថែមអំបិល1ស្លាបព្រាកាហ្វេហើយនឹងប៊ីចេង1ចិបដែរប៉ុន្តែបើសិនជាបងប្អូនចង់ធ្វើរបៀបជាក្បួន original របស់ចិនហ្មងគឺគេអត់ដាក់អំបិលដាក់ប៊ីចេងអីទេចាក់តែទឹកខ្មេះចូលក៏បានសម្រាប់ខ្ញុំអត់ចង់ឲ្យវាជូរសុទ្ធទេបងប្អូនអញ្ចឹងហើយខ្ញុំបន្ថែមអំបិលបន្តិចប៊ីចេងបន្តិចអញ្ចឹងទៅពេលដែលយើងញ៉ាំរសជាតិរបស់វាហ្នឹងគឺកាន់តែឆ្ងាញ់ហើយសម្រាប់ទឹកខ្មេះដែលយើងលាយជាមួយប៊ីចេងហើយនឹងស្ករហ្នឹងអត់មានយកទៅដាំទេបងប្អូននិយាយទៅគឺដាក់វាទាំងឆៅហ្នឹងព្រោះអីទឹកខ្មេះគឺជាប្រភេទដែលយើងអាចញ៉ាំឆៅបានទេសម្រាប់ការទុកនេះពេលដែលយើងធ្វើហើយទុកក្នុងផ្ទះបាយធម្មតាហ្នឹងប្រហែលជាខ្ទង់4ទៅ5ថ្ងៃគឺយើងអាចយកញ៉ាំបានបដាហើយសបល់វាចាប់ផ្ដើមសពប់ជាងមុនអញ្ចឹងណាបងប្អូនសបល់វានឹងរាងសកមអញ្ចឹងទៅវាអត់នៅស្រស់សដូចពីមុនទេ4-5ថ្ងៃហ្នឹងវាចូលជាតិញ៉ាំបានហើយបងប្អូនប៉ុន្តែបើណាកពឹសរាងធំញ៉ាំទៅអាចនឹងនៅរាងហាងបន្តិចបាទតូចវិញគឺចូលជាតិមកឆ្ងាញ់បងប្អូនហើយសម្រាប់ខ្ទឹមជ្រក់នេះធ្វើឲ្យអត់ចាំបាច់ទុកក្នុងទូទឹកកកទេទុកចោលនៅក្រៅធម្មតាហ្នឹងបងប្អូនវាអត់ខូចទេទុកបានខ្ទង់4ទៅ5ខែសម្រាប់ខ្ញុំធ្វើម្ដងគឺញ៉ាំបានយូរបងប្អូនអានេះខ្ញុំធ្វើអាចាស់របស់ខ្ញុំហ្នឹងប្រហែលជាខ្ទង់5ខែពេលដែលខ្ញុំញ៉ាំអស់បាទខ្ញុំចាប់ដើមធ្វើថ្មីម្ដងទៀតហើយបញ្ជាក់បងប្អូនសម្រាប់ខ្ទឹមហ្នឹងកុំភ្លេចកាត់ក្បាលកាត់កតុយវាផងដើម្បីឲ្យវាឆាប់ចូលជាតិឆាប់បាត់ហាងអញ្ចឹងទៅបើសិនជាយើងអត់កាត់ក្បាលកាត់កតុយវាទេវានៅរាងហាងយូរអញ្ចឹងណាហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ